សួស្តីម៉ាក់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយទៀតទាក់ទងនឹងម្ហូបរបស់កូនណាម្ហូបនេះមានឈ្មោះថា Salmon Potato Cheese ដំឡូងបារាំងត្រី Salmon ហើយនឹង cheese ចាមុខម្ហូបនេះឆ្ងាញ់ BB ចូលចិត្តលេខ1មុខម្ហូបនេះអញ្ចឹងយើងទៅមើលមុខម្ហូបមានអីខ្លះមានត្រី Salmon មានដំឡូងបារាំងមានសណ្តែកពណ៌ខៀវពងពងមួយគ្រាប់ហើយនឹង cheese cheese ហ្នឹងយើងយក cheese ប្រភេទក្រហមនេះក៏បាននិងប្រភេទសនេះក៏បានដែរហើយយើងបន្លែណាខ្ញុំបញ្ជាក់បន្លែនេះគឺខ្ញុំបាន steam រួចអស់ហើយត្រី salmon ក៏ steam ដលងប្រាំងហើយនឹងសណ្តែកគឺខ្ញុំ steam រួចអស់ហើយនៅតែសុទ្ធទេដែលខ្ញុំបាន steam អញ្ចឹងយើងដាក់វាច្បល់ចូលគ្នាយើងវាយវាឲ្យរៀងម៉ត់បន្តិចមកយើងប្រើប្រដាប់វាយស្រួលជាងបើសិនជាយើងកិនគឺវាម៉ត់ពេកអញ្ចឹងបើសិនជាយើងកិនគឺសម្រាប់ក្មេងដែលគាត់អត់ទាន់មានធ្មេញយើងដាក់យកចូលម៉ាស៊ីនកិនណាសម្រាប់ក្មេងដែលគាត់អត់ទាន់មានធ្មេញហើយយើងវាយបែបនេះសម្រាប់ក្មេងដែលគាត់មានធ្មេញញ៉ាំមានធ្មេញតាពីហើយនេះគឺអ្នកជួយមកទៀតហើយឲ្យតែឃើញធ្វើអីគឺថាមកជួយអត់ចេះឈប់មកជួយហងមកលេងហងឃើញយើងធ្វើអីគឺចង់ចាប់ចង់កាន់របស់ដែលយើងធ្វើចង់មកចូលរួមអីអញ្ចឹងទៅឥឡូវគឺយើងពេលយើងច្បល់ឲ្យម៉ត់រួចហើយយើងដាក់កូនខ្ទះឲ្យដាក់ប័រម្ដុំមកដើម្បីឲ្យវារត់តែឆ្ងាញ់ហើយនឹងកុំឲ្យវាជាប់បើយើងគិតពីគ្រឿងផ្សំទៅត្រី salmon ហើយនឹង cheese នេះគឺវាឆ្ងាញ់រួចទៅហើយឲ្យបន្ថែមដលងបារាំងថែមស៊ុតទៀតគឺរត់តែឆ្ងាញ់ហើយ baby ខ្ញុំក៏ចូលចិត្តណាស់ចូលចិត្តមែនតើពីរងបញ្ចុកអត់តាន់ទេបញ្ចុកទាញដៃយើងដាក់មាត់គាត់ទៀតតែសារគាត់ចូលចិត្តញ៉ាំនឹងហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះបើសិនជាធ្វើឲ្យ baby ចូលចិត្តសូមប្រាប់ផងណាព្រោះថាក្មេងពេលខ្លះគាត់ចំណងចិត្តខុសគ្នាពេលខ្លះក្មេងគាត់ចូលចិត្តពេលខ្លះក្មេងខ្លះក៏ចូលចិត្តញ៉ាំរបស់នឹងអញ្ចឹងទៅអញ្ចឹងខ្ញុំសូមជម្រាបលាប៉ុណ្នេះជូនពរអ្នកទាំងអស់គ្នានិង baby មានសុខភាពល្អនិងបញ្ញាវិញវៃទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ